មិនជឿក៏ត្រូវតែជឿដែរកន្លែងនេះអ្នកណាដែលបានមកបន់ស្រន់ហើយដឹងតែបានសម្រេចដោយបំណងពិតតែម្ដងថ្ងៃនេះរឿងល្បីៗនឹងនាំអ្នកទាំងអស់គ្នាទៅកាន់កន្លែងដ៏ពេញនិយមក្នុងការបន់ស្រន់ឲ្យខ្លាចជាការពិតនៅសានផាន់ថៃនៅរ៉ាស៊ីងឥឡូវនេះទ្រូឌីថៃរួមគ្នាជាប្រព័ន្ធទូរស័ព្ទតែមួយប្រាស៊ីមួយណាក៏ចំណេញដូចគ្នាដែរបងប្អូនផាន់ថៃនៅរ៉ាស៊ីងជាអ្នកបញ្ជាកប៉ាល់ថ្វាយព្រះមហាក្សត្រដែលគេស្គាល់ដោយភាពទៀងត្រង់របស់គាត់ថ្ងៃមួយគាត់កាច់ចង្កូតទូកក្នុងទឹកយ៉ាងលឿនទៅបុកមេឈើហើយបាក់ក្បាលទូកបើយោងតាមច្បាប់គឺស្មើនឹងទោសប្រហារជីវិតទោះបីជាព្រះមហាក្សត្រចង់លើកលែងទោសឲ្យគាត់ក៏ដោយក៏លោកនៅតែទទួលយកការដាក់ទណ្ឌកម្មនេះព្រោះមិនចង់ឲ្យអ្នកណារិះគន់ព្រះមហាក្សត្រហើយនេះហើយបានជាស្ដេចត្រូវបង្ខំចិត្តកាត់ក្បាលផាន់ថៃនៅរ៉ាស៊ីងនៅកន្លែងនេះហើយបង្កើតអាសនៈដើម្បីដាក់ក្បាលរបស់គាត់នៅចិត្តកប៉ាល់ដែលបានបែកបាក់ឲ្យមនុស្សមកថ្វាយបង្គំមើលមន់ទាំងអស់នេះក៏ដឹងថាស័ក្តិសិទ្ធិប៉ុណ្ណាដែរព្រោះបើតាមរឿងព្រេងនិទានរបស់លោកផាន់ថៃនៅរ៉ាស៊ីងគឺជាមនុស្សដែលចូលចិត្តលេងជលមន់អ្នកណាដែលមានបំណងប្រាថ្នាគេនឹងយកមន់មកថ្វាយជាសំណែនលាបំណន់បើសិនជាបងប្អូនចង់ធ្វើការបន់ស្រន់ត្រូវបិទសន្លឹកមាសឲ្យត្រូវកន្លែងផងណាបិទសន្លឹកមាសនៅលើស្មាសម្រាប់ការបន់ស្រន់សេចក្តីរីកចម្រើនហើយបើចង់សម្រេចរឿងការងារត្រូវបិទនៅលើដៃបិទនៅលើច្រវាចែវគឺសម្រាប់សុំផ្លូវទៅរកភាពជោគជ័យប៉ុន្តែបើសិនជាចង់សុំរឿងសុខភាពត្រូវបិទនៅលើក្បាលជង្គង់នៅទីនេះក៏មានរបស់ស័ក្តិសិទ្ធិសម្រាប់ការគោរពថ្វាយបង្គំជាច្រើនផងដែរបានសម្រេចដោយបំណងហើយបងប្អូនកុំភ្លេចយកមន់មកថ្វាយផងណាបើសិនជាចូលចិត្តវីដេអូនេះសូមកុំភ្លេចជួយចុច like និង share ផងណាពេលមកផ្សងសំណាងឈ្នះទូរស័ព្ទដៃ Samsung នេះទាំងអស់គ្នាដែលបងប្អូនគ្រាន់តែ comment ឆ្លើយនៅសំណួរខាងក្រោមនេះថាបងប្អូនធ្លាប់ទៅបន់ស្រន់នៅកន្លែងណាបានសម្រេចដោយបំណងពិតរួចហើយកុំភ្លេចបន្សិនមិត្តភ័ក្តិឲ្យបានម្នាក់ផងណាទីចុងក្រោយប្រាស៊ីមទ្រូឌីថៃឲ្យបានច្រើនទាំងអស់គ្នាផងណាបងប្អូនរួចហើយកុំភ្លេចជួយចុច like និង share ទាំង TikTok Facebook YouTube ទ្រូឌីថៃកម្ពុជាបានច្រើនផងណា